ដំណឹងថ្មីសហរដ្ឋអាមេរិកកំពុងតែតាមដានយ៉ាងកកិតនៅលើវិស័យពាណិជ្ជកម្មរវាងថៃឡង់និងអាមេរិកថៃឡង់កំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកស្ដីពីការប្រើប្រាស់កម្លាំងចាប់បង្ខំលើផលិតកម្មនានានៅក្នុងស្រុកមួយចំនួនប្រសិនបើរកឃើញថៃឡង់នឹងត្រូវទទួលទណ្ឌកម្មដោយការដាក់ពន្ធតារីសបន្ថែមទៅលើទំនិញនិងផលិតផលដែលនាំចូលសហរដ្ឋអាមេរិកនៅក្នុងន័យនេះក៏ជានយោបាយមួយដែរដែលសហរដ្ឋអាមេរិកកំពុងតែឃើញភាពក្រលិចក្រឡុចនៃពួកថៃសៀមដែលកំពុងតែតាំងជំហរនយោបាយមិនអំណោយផលចំពោះសហរដ្ឋអាមេរិកថ្មីត្បិតតែពាណិជ្ជកម្មជារឿងដោយឡែកតែនយោបាយតែងតែតាក់ទងជានិច្ចដូច្នេះថៃកំពុងតែប្រឈមការស៊ើបអង្កេតពីសហរដ្ឋអាមេរិកនិងលទ្ធភាពដែលអាមេរិកនឹងដាក់ទណ្ឌកម្មដោយបន្ថែមពន្ធគយនាំចូលអាមេរិកច្រើនជាងមុន។